សួស្តីបាទមិត្តភក្តិទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទប្រូម៉ាខេមបូឌីយ៉ាបាទថ្ងៃនេះខ្ញុំបាទមានចំណេះដឹងមកចែករំលែកដល់បងប្អូនទៀតហើយបាទគឺដើម្បីធ្វើយ៉ាងណាពីរបៀប download វីដេអូពី Facebook បាទហ្នឹងហើយដោយសារតែមានបងប្អូនគាត់បាន comment មកសួរខ្ញុំបាទហ្នឹងហើយបាទដូច្នេះកុំឲ្យខាតពេលវេលាយូរមកតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាបាទហ្នឹងហើយជាដំបូងបងប្អូនចូលទៅក្នុង browser Chrome មកហ្នឹងហើយបាទគឺកម្មវិធីនេះខ្ញុំបានបង្ហាញបងប្អូនកាលពីវីដេអូមុនម្ដងហើយបងប្អូនបាទពីរបៀប download កម្មវិធីនេះបងប្អូនបាទហ្នឹងហើយគឺសម្រាប់ថ្ងៃនេះខ្ញុំបាទនឹងមកបង្ហាញសម្រាប់បងប្អូនដែលគាត់ថ្មីនៅនេះគាត់មិនទាន់ដឹងបងប្អូនបាទថ្ងៃមុននឹងចូលដល់វីដេអូសូមកុំភ្លេចបងប្អូនដែលថ្មីសូមកុំភ្លេចចុច Subscribe ហើយនឹងដាក់សញ្ញាកណ្ដឹងបាទដើម្បីទទួលបានចំណេះដឹងទទួលបានវីដេអូរបស់ខ្ញុំបាទថ្មីជារៀងរាល់ថ្ងៃបាទហើយបងប្អូនចូលមកដល់ជ្រុំប៉ុណ្្នឹងហើយបងប្អូនចុចពាក្យថា Snap Tube ហ្នឹងហើយបាទជាភាសាអង់គ្លេសបងប្អូនបាទហ្នឹងហើយបាទនេះបងប្អូនដោយសារតែខ្ញុំបានបង្ហាញកាលពីវីដេអូមុនម្ដងហើយដល់ពេលខ្ញុំ search មកវាចេញឲ្យតែម្ដងបងប្អូនបាទ Snap Tube ហ្នឹងហើយបាទបន្ទាប់មកបងប្អូនចុចមកហ្នឹងហើយបងប្អូនបន្ទាប់ពីបងប្អូនចុចហើយចេញមួយជាទម្រង់បែបនេះបងប្អូនហើយបងប្អូនមិនបាច់ចុចទៅណាទៀតទេបងប្អូនមើលខាងលើគេមកហ្នឹងហើយ Snap Tube Free Video Download បាទបងប្អូនហ្នឹងហើយបងប្អូនចុចលើមកបាទហើយបងប្អូនចុចកន្លែង download នេះមកហើយបងប្អូនចុចកន្លែងនេះមកបាទនេះបងប្អូនគឺកំពុងតែ download បងប្អូនបាទហ្នឹងហើយបាទគឺកំពុងតែ download បាទហ្នឹងហើយដោយសារតែខ្ញុំបាន download វិញម្ដងហើយបងប្អូនបាទហ្នឹងហើយដូច្នេះខ្ញុំបាទនឹងជាឧទាហរណ៍ឲ្យបងប្អូននេះបាទហ្នឹងហើយខ្ញុំបាទចុចបិទវិញមកហ្នឹងហើយខ្ញុំបាទចុចទៅកម្មវិធីនឹងតែម្ដងបងប្អូនបាទហ្នឹងហើយនេះបងប្អូនពេលយើង download បានហើយគឺវាចាញ់មករងបែបនេះបងប្អូនបាទនេះគឺ Snap Tube ហ្នឹងហើយបាទហើយខ្ញុំបាទនឹងចូលទៅក្នុង Facebook ហ្នឹងហើយបងប្អូនចូលក្នុង Facebook មកនេះ Facebook បាទចូលក្នុង Facebook មកតើបងប្អូនចង់ download ជាប្រភេទវីដេអូវិញហ្នឹងហើយខ្ញុំបងប្អូន search ក៏បានបងប្អូនហ្នឹងហើយ search ជាបទចម្រៀងក៏បាន search ជាវីដេអូវិញមួយក៏បានហ្នឹងហើយបាទហើយខ្ញុំចូលកន្លែងវីដេអូតែម្ដងមកហ្នឹងហើយបាទហើយខ្ញុំយក music នេះបាទហ្នឹងហើយអូខេបងប្អូនចង់ download ជាប្រភេទហ្នឹងហើយចម្រៀងហ្នឹងហើយខ្ញុំហ្នឹងហើយដោយសារតែអ៊ីនធឺណិតខ្ញុំ slow បងប្អូនបាទសូមអធិស្ឋានបាទហ្នឹងហើយបងប្អូនចង់ download បងប្អូនចុចកន្លែងនេះមកនេះកន្លែងចែករំលែកនេះមកណាបងប្អូនចុចកន្លែងចែករំលែកមកហើយបងប្អូនមើលកន្លែងនេះហ្នឹងហើយកន្លែងជ្រើសរើសច្រើនទៀតហ្នឹងហើយចុចមកបន្ទាប់ពីយើងចុចកន្លែងជ្រើសរើសច្រើនទៀតហ្នឹងហើយបាទគឺវាចេញឲ្យជាទម្រង់បែបនេះបងប្អូនហើយបងប្អូនចុចមកលើកម្មវិធីហ្នឹងមកហ្នឹងហើយកម្មវិធីដែលយើងបាន download អំបញ្ញបងប្អូនបាទគឺចាំមកភ្លេចបងប្អូនបាទហ្នឹងហើយបាទបន្ទាប់មកបងប្អូនចុចកន្លែងនេះមក
សញ្ញាប្រូញមកបាទបាទឥឡូវនេះជាប្រភេទហ្នឹងហើយបាទជាប្រភេទ MP3 បងប្អូនបើយើងចង់យកជាវីដេអូនេះបាទបងប្អូននេះវីដេអូគឺនៅខាងក្រោមនេះបងប្អូនបាទគឺនៅផ្នែកខាងក្រោមនេះបងប្អូនបាទនេះជាប្រភេទវីដេអូហ្នឹងហើយបងប្អូនចង់យកជាទំហំមួយណាហើយខ្ញុំឧទាហរណ៍ខ្ញុំយកមួយនេះចុះហ្នឹងហើយ220នេះបងចុចលើមកហើយបងប្អូនចុច download មកហើយនេះជាហ្នឹងហើយយើងចុចចាញ់មកហ្នឹងហើយបាទហ្នឹងហើយគឺវាកំពុងតែ download ឲ្យយើងបងប្អូនបាទហ្នឹងបាទបងប្អូនតើយើងចង់ដឹងថាតើដែលយើងកំពុងតែ download ហ្នឹងវាអាច download បានដែរឬទេហ្នឹងហើយតែយើងចូលទៅមើលកន្លែងណានេះបងប្អូនមើលកន្លែងនេះបាទកន្លែងសញ្ញាប្រូញមកចុចមកឃើញទេបងប្អូននេះគឺជាវាបាន download បងប្អូនបាទហ្នឹងហើយបាទគឺកំពុងតែដំឡើងឲ្យយើងបងប្អូនបាទគិតជាងាយមែនទេបងប្អូនបាទហ្នឹងហើយបាទហ្នឹងហើយសូមអរគុណច្រើនបាទសម្រាប់ការតាមដានទស្សនាបាទហ្នឹងហើយសម្រាប់បងប្អូននៅថ្ងៃគឺសូមកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងនេះមួយផងបាទដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទហើយទទួលបានវីដេអូថ្មីពីខ្ញុំបាទជារៀងរាល់ថ្ងៃបងប្អូនបាទហ្នឹងហើយចុងក្រោយសូមអរគុណច្រើនបាទជម្រាបលាបាយបាយ